សំណួរពីភក្ត្រាអង្គលោកគ្រូខ្ញុំសួរមួយអានសៀវភៅមិនឆាប់ចាំហើយឆាប់យល់បាទខ្ញុំធ្លាប់និយាយអំពីរឿងអនុសម្បញ្ញញ្ញៈនិងសម្បញ្ញញ្ញៈហើយឥឡូវខ្ញុំរំលឹកបន្តិចទៀតនៅពេលដែលព័ត៌មានទាំងឡាយណាចូលមកត្រឹមតែសម្បញ្ញញ្ញៈគឺមានន័យថាយើងដឹងត្រឹមតែអារម្មណ៍នៅពេលដែលព័ត៌មានទាំងឡាយណាចូលមកអនុសម្បញ្ញញ្ញៈថ្នាក់គិតគឺធ្វើឲ្យយើងយល់ហើយនៅពេលដែលព័ត៌មានទាំងឡាយណាចូលមកដល់អនុសម្បញ្ញញ្ញៈថ្នាក់ចិត្តធ្វើឲ្យយើងចាំអញ្ចឹងរាល់ព័ត៌មានទាំងឡាយតាមរយៈការអានសៀវភៅប្រសិនបើព័ត៌មាននោះជាព័ត៌មានដែលវាគ្រាន់តែចូលដល់សម្បញ្ញញ្ញៈមានន័យថាយើងគ្រាន់តែមានអារម្មណ៍ហើយក៏ភ្លេចទៅវិញតែបើយើងចង់ឲ្យចាំthìយើងធ្វើម៉េចចង់ឲ្យចាំគឺយើងត្រូវដាក់ចូលមកចិត្តភ្លាមមិនបាច់គិតទេមានរឿងខ្លះយើងអត់ចាំបាច់គិតទេគឺយើងចាំក្នុងជីវិតតែម្ដងដោយកាលយើងនៅក្មេងៗគេឲ្យអានកខកខងចឆជជញអត់គិតទេអាហ្នឹងអានទៅដើម្បីឲ្យវាចូលមកដល់អនុសម្បញ្ញញ្ញៈថ្នាក់ចិត្តដល់ចូលមកដល់អនុសម្បញ្ញញ្ញៈថ្នាក់ចិត្តព័ត៌មានហ្នឹងមកជីវិតយើងនៅក្នុងហ្នឹងអ្នកណាតែកភ្លៀងយើងឈឺដែលយើងខឹងព័ត៌មាននឹងចូលមកដល់អនុសម្បញ្ញញ្ញៈថ្នាក់ចិត្តរបស់យើងនឹងភាពភ័យខ្លាចរបស់យើងដែលយើងដើរទៅភ្ញាក់ព្រឺតដើរទៅឃើញខ្លាចេញមកដើរទៅឃើញដំរីចេញមកដើរទៅឃើញទឹកជំនន់សស្គុះពីមុខយើងដើរទៅឃើញបាតុភូតចម្លែកភ្លាមព័ត៌មាននឹងយើងអត់ទាន់បានគិតទេតែអារូបភាពសាហាវរូបភាពប្លែកបែបហ្នឹងចូលមកដល់ចិត្តរបស់យើងភ្លាមចូលមកដល់មិនចាំបាច់យើងគិតពិចារណាគឺធ្វើឲ្យយើងចាំតែម្ដងអ្វីដែលចម្លែកអ្វីដែលសំខាន់អ្វីដែលល្អឬក៏អាក្រក់ដែលល្អអាក្រក់ខុសពីធម្មតាហ្នឹងយើងប្រកែកចាំណាគេតាក់កំភ្លៀងយើងប្រកែកចាំណាព្រោះយើងខឹងហ្នឹងចូលមកដល់ចិត្តណាចាំឲ្យមួយជីវិតគេជពាក់លុយយើង$12000យើងចាំភ្លាមទៅឲ្យពេទ្យមកយកអីមកបំភ្លេចមិនអាចបំភ្លេចបានទេពីព្រោះអីយើងស្រឡាញ់លុយមែនទេនារីស្អាតម្នាក់មកថើបឆាលីមិនដែរនេះចាំតាំងពីសាច់ពលគេចាំតាំងពីក្លិនគេចំពោះយើងប្រកែកចាំតាំងពីក្លិនគេទៀតអញ្ចឹងអ្វីត្បិតតែអនុសម្បញ្ញញ្ញៈថ្នាក់ចិត្តហ្នឹងវាជាថ្នាក់ស្នូលក្នុងបំផុតហ្នឹងណាប៉ុន្តែបើយើងចង់ឲ្យចាំយកវាមកដាក់ក្នុងហ្នឹងដោយព័ត៌មានហ្នឹងត្រូវតែព័ត៌មានដិតដាមប្លែកទៅដូចយើងបោះត្រាអញ្ចឹងកាលណាយើងបោះត្រាយើងបើយើងចលក់ត្រាហើយយើងយកមកបោះប៉ាំងមកទំហឹងដិតជាប់នៅក្នុងចិត្តរបស់យើងហើយនឹងយើងចង់និយាយអំពីការចាំសម្បញ្ញញ្ញៈធ្វើឲ្យយើងដឹងអារម្មណ៍ដឹងដល់ទៅអនុសម្បញ្ញញ្ញៈថ្នាក់ចិត្តធ្វើឲ្យយើងចាំដល់ទៅចង់យល់ធ្វើម៉េចចង់យល់គឺអនុសម្បញ្ញញ្ញៈថ្នាក់គិតមិនហ្នឹងខ្ញុំនិយាយអនុសម្បញ្ញញ្ញៈថ្នាក់ចិត្តណាខ្ញុំនិយាយម្ដងទៀតសម្បញ្ញញ្ញៈគឺធ្វើឲ្យយើងដឹងពីព្រោះវាស្ថិតនៅក្នុងថ្នាក់ជាអារម្មណ៍ដល់ចង់ចាំវាគឺយើងត្រូវតែយកព័ត៌មាននឹងដាក់ចូលក្នុងអនុសម្បញ្ញញ្ញៈថ្នាក់ចិត្តដល់យើងចង់យល់វាយកព័ត៌មាននឹងដាក់ចូលក្នុងអនុសម្បញ្ញញ្ញៈថ្នាក់គិតហើយបើយើងចង់ចាក់សោឲ្យជាប់មឹងមិនអាចបំភ្លេចបាននៅក្នុងជីវិតរបស់យើងយល់ផងយើងចាំផងនោះគឺត្រូវឆ្លងកាត់តាមលំដាប់ទី1គិតសិនគិតហើយចាំយកដាក់ក្នុងចិត្តយើងនឹងខ្លាយទៅជាអ្នកយល់ផងអ្នកចាំផងហើយបើយល់ផងចាំផងបែបនេះមួយជីវិតយើងអត់ភ្លេចទេអញ្ចឹងសំណួរដែលសួរថាតើធ្វើម៉េចអានសៀវភៅឲ្យឆាប់ចាំយើងគួរតែអានសៀវភៅឲ្យយល់សិនសៀវភៅដែលយើងអានហ្នឹងគឺដើម្បីឲ្យយើងឆាប់យល់យើងត្រូវអានប្រកបដោយសតិមានន័យថាអានរឿងមួយហ្នឹងយើងដឹងថាគឺយើងកំពុងអានរឿងអីអានគីង្គក់នឹងខ្លាពេលដែលយើងកំពុងអានហ្នឹងឲ្យយើងដឹងថាយើងកំពុងតែអានរឿងគីង្គក់នឹងខ្លាហើយយើងយកអាសតិរបស់យើងហ្នឹង scan ពីលើអក្សរហ្នឹងឲ្យយើងដឹងថាយើងកំពុងតែអានរឿងគីង្គក់នឹងខ្លាហើយដំណើររឿងហ្នឹងគឺចេះគីង្គក់ភ្នាល់ជាមួយខ្លាអញ្ចឹងមកនៅពេលដែលយើងអានដោយសតិអញ្ចឹងសតិដឹងអញ្ចឹងរួចហើយយើងយកអាហ្នឹងយកមកគិតយើងយកអាហ្នឹងមកគិតនេះគឺដល់អនុសម្បញ្ញញ្ញៈថ្នាក់គិតដែរយើងអានដោយសតិហ្នឹងគឺជាការអានដោយសតិហ្នឹងគឺនៅក្នុងសម្បញ្ញញ្ញៈនៅក្នុងថ្នាក់អារម្មណ៍នៅឡើយទេគឺយើងដឹងថាយើងកំពុងអានអីដឹងថាយើងកំពុងធ្វើអីអ្នកខ្លះអានចប់អានអត់មានអានដោយអត់ប្រើសម្បញ្ញញ្ញៈអានអត់ដឹងទេអានចប់អត់ដឹងថាគេនិយាយពីអីទេភ្លេចឈឹងអានម្ដងទៀតដល់អានម្ដងទៀតទៅអត់មានសតិនៅជាប់លើការអាននឹងទៀតអត់ដឹងទៀតអញ្ចឹងត្រូវទាញសតិរបស់យើងមកដាក់ពីលើសម្បញ្ញញ្ញៈហើយអានវាមានន័យថាឲ្យអារម្មណ៍យើងដឹងថាយើងកំពុងតែអានអីក្រោយពីអានចប់ហើយយើងយករឿងនោះមកវិភាគថាម៉េចយើងយករឿងនោះមកវិភាគថាអូនេះអាខ្លានេះវាអាងខ្លួនវាមានអំណាចមើងងាយគីង្គក់វាបបួលគីង្គក់ភ្នាល់ហើយបន្ទាប់មកគីង្គក់ហ្នឹងវាមានប្រាជ្ញាវាមានល្បិចរបស់វាអង្គុយពីក្រោយខ្លាវាតោងកតុយខ្លាហក់ទៅវាវត្តវាទៅត្រើយមកខាងវាឈ្នះខ្លាអាហ្នឹងយើងយកមកវិភាគថាអាខ្លាហ្នឹងបើប្រៀបធៀបជាមួយមនុស្សវិញវាយ៉ាងម៉េចអាហ្នឹងអាងអំណាចអាងធំធ្វើប្រហែសអួតណា
ដល់តែពេលគិងគក់វិញបើជាមនុស្សវិញគឺថាជាមនុស្សទូចទន់ខ្សោយជាមនុស្សប្រកបដោយការប្រុងប្រយ័ត្នមានល្បិចកលមានប្រាជ្ញាអាហ្នឹងគេហៅថាវិភាគណាវិភាគទៅវិភាគមកវិភាគទៅវិភាគមកយល់ដល់ពេលយល់នេះអាយល់នឹងចូលដល់អនុសម្បញ្ញៈថ្នាក់ចិត្តដល់ចូលដល់អនុសម្បញ្ញៈថ្នាក់ចិត្តចាំផងយល់ផងហើយខ្លាយទៅជាមនុស្សដែលប្រកែចាំប្រកែយល់ហើយប្រកែវិភាគរឿងអញ្ចឹងសារឡើងវិញប្រសិនបើយើងកំពុងតែអានព័ត៌មាននឹងចូលមកដល់សម្បញ្ញៈរបស់យើងត្រូវហៅសតិនឹងមកក្រងពីលើឃ្លាំមើលឲ្យសតិយើងនឹងឃ្លាំមើលថាយើងកំពុងតែអានអីអានរឿងអីអានប្រកបដោយការដឹងថាខ្លួនកំពុងតែអានអីហើយបើសតិរបស់យើងវាអត់នៅជាប់នឹងខ្លួនទេបើអត់នៅជាប់នឹងខ្លួនទេយើងអានហើយយើងគូររូបថែមទៀតឧទាហរណ៍ថារឿងខ្លាគិងគក់ដដែលហ្នឹងក្រោយពីអានប្រកបដោយសតិប្រកបដោយស្មារតីនៅជាប់ចនិចហើយបន្ទាប់ពីការអាននឹងមកយើងគូររូបមកយើងគូររូបតាមអត្ថន័យនៃការអានរបស់យើងនឹងទៅពីព្រោះការគូររូបគឺយើងគូររូបយើងសង្កត់អញ្ចឹងអារម្មណ៍របស់យើងនេះវាសង្កត់មកតាមយើងសតិរបស់យើងនៅជាប់នឹងសម្បញ្ញៈហ្នឹងបញ្ចេញមកតាមអារម្មណ៍នេះយើងគូររូបយើងអានហើយយើងអាចគូររូបនៃរឿងនឹងបានមានន័យថាយើងអានប្រកបដោយសតិហើយចង់ឲ្យវាច្បាស់ថែមទៀតចង់ឲ្យដឹងច្បាស់ថែមទៀតគឺគូររូបទៅតាមអ្វីដែលយើងបានអានបើយើងអានចប់រឿងនឹងហើយយើងអាចគូររូបចេញទោះជាយើងគូររូបមិនស្អាតក៏ដោយប៉ុន្តែគ្រប់តួអង្គគ្រប់សកម្មភាពនៅក្នុងរឿងនោះយើងអាចគូរបានគូខ្លាអង្គុយមានដើមឈើគៀងគក់អញ្ចឹងមានន័យថាយើងមានសតិហើយតើយើងដាស់សតិរបស់យើងមកបានយើងអាចនិយាយថាចាំឬមិនចាំបានហើយមុននឹងឈានដល់ចាំគឺត្រូវតែដឹងសិនអាការដឹងនឹងហើយគឺដឹងដោយអារម្មណ៍នឹងនៅថ្នាក់សម្បញ្ញៈតើតែយើងដឹងដោយអារម្មណ៍សិនដឹងដោយអារម្មណ៍ហើយបានយើងយកមកវិភាគដល់ទៅវិភាគទៅវាឆ្ងាញ់វិភាគទៅវាមានរឿងអប់រំមានរឿងដែលយើងត្រូវគិតថាបើយើងធ្វើជាមនុស្សគឺមិនត្រូវធ្វើតាមតួអង្គខ្លានឹងទេត្រូវធ្វើតាមតួអង្គគិងគក់នេះនៅក្នុងរឿងមួយហ្នឹងអញ្ចឹងអាយើងវិភាគទៅវិភាគមកយើងពេញចិត្តហើយមែនទេយើងពេញចិត្តឬមិនពេញចិត្តអាមិនពេញចិត្តក៏ដាក់ក្នុងចិត្តអាពេញចិត្តក៏ដាក់ក្នុងចិត្តណាមិនពេញចិត្តសត្វខ្លាមិនពេញចិត្តសត្វខ្លាដាក់ក្នុងចិត្តដើម្បីឲ្យចិត្តយើងរំលឹកថាអត់ត្រូវធ្វើដូចសត្វខ្លាពេញចិត្តជាគិងគក់ត្រូវដឹងថាសាច់រឿងរបស់គិងគក់នេះល្អយកទង្វើរបស់គិងគក់នេះមកដាក់ក្នុងចិត្តយើងអញ្ចឹងរឿងនេះយើងចាំយល់ហើយចាំទៀតតែយល់ចាំអាចភ្លេចតែយល់រំលឹកទៅយល់រំលឹកទៅបែកបញ្ញារំលឹកទៅគឺប្រាជ្ញាយើងកាន់តែរីកបែកប្រាជ្ញាណាមិនមែនបែកថ្នាំទេណាអាបែកថ្នាំហ្នឹងបែកខួរក្បាលអាហ្នឹងបែកប្រាជ្ញាគឺប្រាជ្ញារបស់យើងឈានពីកម្រិតមួយទៅកម្រិតមួយទៅកម្រិតមួយអញ្ចឹងយើងជ្រើសរើសអត្ថបទខ្លីៗអត្ថបទស្រួលអត្ថបទតាក់ទាញហ្នឹងយកមកអានសិនដើម្បីបង្វឹកទម្លាប់របស់យើងឲ្យកាន់តែងាយស្រួលបង្វឹកអត្ថទម្លាប់ពិបាករបស់យើងឲ្យចាប់ចេះធ្វើរឿងពិបាកទៅឲ្យคล้ายទៅជារឿងស្រួលវិញបង្វឹកទម្លាប់យើងវានឹងបង្វឹកយើងហើយកាលណាយើងធ្វើអាក្រក់យើងធ្វើខ្លាំងដាក់ទម្លាប់ហ្នឹងហើយដែលវាជួយយើងឲ្យធ្វើស្រួលវិញ